Mìnhរៀបសួរលោកគ្រូនិងអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញអឺ user management នៅ YouTube បងឡើយយើងដាក់ខ្លួនឯងមកដើម្បីសូរ credit user មួយសិនតោះមកយើងវាយ PWD ដើម្បី show credit directory តោះមកទៀតយើងធ្វើការបង្កើត user ថ្មីមួយដែលភ្ជាប់ជាមួយ home directory និង bash shell គឺយើងធ្វើការ sudo មកហើយយើង add user add មក .m .s មិនអាចបង្កើត directory ហើយ .n គឺបង្កើត script bin ហើយយើងដាក់ឈ្មោះ user ថ្មីយើងមកឈ្មោះខ្ញុំយើង enter មកបន្តមកទៀតយើងត្រូវ set password ឲ្យ user ថ្មីយើងដើម្បីយើង login បានយើង sudo swd ហើយវាយឈ្មោះ user យើងមក enter មកយើងដាក់ password យើងមកបាទ success ទៅមកយើង switch ទៅ user ថ្មីហ្នឹងយើងវាយ sudo ឈ្មោះយើងមក password ទី3បន្ទាប់ពី login ចូលហើយយើង confirm user យើងមកយើងដាក់ពូលបាយមកនេះត្រូវហើយយកមកយើងសូរ home directory យើងមកនេះ home ហើយឆ្លងបន្ទាប់មកយើងបង្កើត folder ហើយ list content យើងបង្កើតមក mkdir folder ដាក់total មកយើង list មើល total តមកទៀតយើង exit back ទៅ user ដើមវិញយើង exit មកនេះយើង log out តមកយើងសូរឲ្យ user មួយចុងក្រោយuser យើងប្រើ ប្រើ set pc នេះសើមកកើតថ្មីមកការបង្ហាញខ្ញុំមានប៉ុណ្្នឹងទេអរគុណអ្នកនរគ្នា